ចិត្តបញ្ញាគោរពធ្វើឲ្យបានជោគជ័យនៅទួលនីតិភារកិច្ចប្រកបដីរបស់ខ្លួន3បដិញ្ញាគោរពពេលម៉ោងធ្វើការឲ្យបានទៀងទាត់4បដិញ្ញាអនុវត្តឲ្យបានល្អនៅការវិភាគកម្មវិធីសិក្សារបស់ក្រសួង5បដិញ្ញាថែរក្សាស្ថិរភាពថ្នាក់រៀនស្ថិរភាពសិស្ស6បដិញ្ញាអនុវត្តឲ្យបានជោគជ័យនៅកិច្ចទិសដៅនិងភារកិច្ចអប់រំឆ្នាំសិក្សាថ្មីអបអសាទរបវេសនាការឆ្នាំសិក្សាឆ្នាំ2025-2026